បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានមុខម្ហូបមួយមុខទៀតហើយយើងមកថតបង្ហាញពុកម៉ែបងទាំងអស់គ្នានេះយើងបានឆ្លមកជូរផលិតកាពឹសអញ្ចឹងបងទាំងអស់គ្នាឥឡូវយើងទឹកពុះហើយយើងក៏ចាក់កាពឹសចាក់អីចូលអញ្ចឹងណាបងទាំងអស់គ្នាយើងចាក់ហើយអញ្ចឹងយើងកូរវាមើលតើវារាងកាពឹសរាងឡោកហើយក៏យើងចាប់ផ្ដើមចាក់ផលិតចាក់អីចូលអញ្ចឹងណាបងអស់គ្នាឥឡូវនេះយើងចាប់ផ្ដើមដាក់ផលិតម្ដងបងអស់គ្នាបងអស់គ្នាតែ3នាក់ប៉ុន្តែឆ្លមួយឆ្នាំងតែម្ដងឥឡូវនេះខ្ជិលយូរបងអស់គ្នាក៏បាក់លើកចាក់តែម្ដងទៅខ្ជិលវែងឆ្ងាយបងអស់គ្នាឥឡូវនេះផលិតយើងបាននោបហើយយើងក៏ចាប់ផ្ដើមមើលជ្រុំអំពិលបងអស់គ្នាថ្ងៃហ្នឹងបានមកជូរអំពិលខ្ចីអញ្ចឹងបងអស់គ្នាយើងជ្រុំហើយក៏យើងចាក់ទឹកអំពិលចូលអញ្ចឹងឲ្យវាជូរបងអស់គ្នាយើងចាក់មើលតាមល្មមជូរឆ្ងាញ់បងអស់គ្នាឥឡូវនេះយើងចាក់ហើយយើងកូរច្បល់វាឲ្យវាចូលជាតិគ្នាហើយយើងក៏ចាប់ផ្ដើមចាក់ម្អមហើយនឹងម្ទេសយើងចូលបងអស់គ្នាឥឡូវនេះមុខម្ហូបខ្ញុំក៏បានឆ្អិនហើយបាយជម្រាបលាបងអស់គ្នាកុំភ្លេចជួយ share មួយ comment មួយណាបងអស់គ្នាជម្រាបលា